Tâyសន្តិសុខជាតិថៃបានប្រមានថាការចាប់អារម្មណ៍លើការកើនឡើងនៃសកម្មភាពតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម versus intelligence suggesting នៅពេលរបាយការណ៍ស៊ើបការណ៍សម្ងាត់បានបង្ហាញថាភ្នំពេញរៀបចំនឹងច្បាំងសាជាថ្មី internal assessments indicate that the current climate has reached a dangerous flashpoint ការវាយតម្លៃផ្ទៃក្នុងរបស់កងទ័ពថៃបង្ហាញឲ្យឃើញថាកម្ដៅកំពុងតែប្រែប្រួលឆ្ពោះទៅរកចំណុចគ្រោះថ្នាក់ with one senior official warning ហើយមានមន្ត្រីជាន់ខ្ពស់ថៃម្នាក់បានព្រមានថា that tension could erupt at any moment ការផ្ទុះអាវុធអាចនឹងច្បាំងគ្នាណាអាចនឹងច្បាំងគ្នានៅក្នុងពេលណាមួយឆាប់Intelligence report indicate that high performance hardware has been delivered to Cambodian forces របាយការណ៍ស៊ើបការណ៍សម្ងាត់បានបង្ហាញឲ្យដឹងថាប្រព័ន្ធអាវុធធន់ប្រសិទ្ធភាពខ្ពស់បានត្រូវគេបញ្ជូនមកឲ្យកងទ័ពកម្ពុជា a development ការកើតឡើងបែបនេះ that could fundamentally alter the nature of future border confrontation អាចនឹងមានការប្រែប្រួលដល់ការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនក្នុងពេលខាងមុខនេះអ្នកវិភាគបានបង្ហាញឲ្យដឹងថាកងទ័ពកម្ពុជាទើបនឹងបានទិញអាវុធជាប្រព័ន្ធការពារដែនអាកាសថ្មីនេះគឺជាព័ត៌មានដែលទើបនឹងផ្សាយចេញប្រមាណជាជិត10នាទីមុននេះសូមបងប្អូនជ្រាបគ្រាន់តែបោះឆ្នោតមិនទាន់រាប់សន្លឹកឆ្នោតត្រឹមត្រូវផងសៀមរករឿងវាយកម្ពុជាទៀតហើយណាសៀមរករឿងវាយកម្ពុជាទៀតហើយនេះគឺជាព័ត៌មានណានេះគឺជាព័ត៌មានដែលទៅនឹងចេញដែលរាយការណ៍ដោយប្រព័ន្ធសារព័ត៌មាន Thai The Nation Thailand នេះគឺជារឿងដែលតាក់ទងរឿងហ្នឹងសូមបងប្អូនជ្រាបបោះឆ្នោតមិនទាន់បានត្រឹមត្រូវផងឥឡូវនេះនៅប្រទេសថៃpoll election ទៅតែនឹងបិទស្ថានីយ៍បោះឆ្នោតជាបណ្ដានៅពេលខាងមុខនេះវារករឿងវាយបាត់វារករឿងអត់ចេះចាប់សោះណានេះបងប្អូនណាទោះបីពិតឬមិនពិតគឺគ្រាន់តែបោះឆ្នោតមិនទាន់ហើយផងកងទ័ពថៃបានព្រមានចង់ធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាហើយចឹងសូមបងប្អូនជ្រាបព័ត៌មាន report by The Nation Thailand 8 February 2026នេះបងប្អូនណានឹងខ្ញុំជម្រាបខ្លីប៉ុណ្ណឹងបាទគុណនីខឹមសួស្ដីសុកខេងលោកតាលោកតាគិតថាប្រធានាធិបតីសហរដ្ឋអាមេរិកណាមួយដែលដឹកនាំប្រទេសបានល្អហើយលោកតាស្រឡាញ់ចូលចិត្តណាមួយដូចជាសួរដដែលលើកមុនសួរហើយតាឆ្លើយហើយចៅអត់ស្ដាប់ចៅឡាយទៅណាបាត់ចៅសួរដដែលខ្ជិលណា
អាឡឹងមិនទាន់ដឹងទេតែអ្វីដែលខ្ញុំមើលឃើញណាអ្វីដែលខ្ញុំមើលឃើញនៅក្នុងពេលនេះគឺក្រោយពីកិច្ចប្រជុំរវាងលោកតូឡាំហ៊ុនសែនហើយនឹងស៊ីសុលិតទាំង3ប្រទេសដែលបានប្រជុំគ្នានឹងតាមមើលយួនមិនចង់លូកដៃជើងចូលក្នុងចម្បាំងកម្ពុជាទេហើយការជួបប្រជុំគ្នា3ភាគីនេះគឺធ្វើឡើងខ្លីហើយទោះបីមានសន្និសីទព័ត៌មានក៏ដោយក៏ឃើញថាអ្នកនាំពាក្យគណៈបព្វជិជនធ្វើសន្និសីទសារព័ត៌មានដោយប្រុងប្រយ័ត្នណាដោយប្រុងប្រយ័ត្នអានឹងគឺជាចំណុចដែលកើតឡើងណាជាចំណុចដែលកើតឡើងនៅក្នុងនឹងអញ្ចឹងខ្ញុំឃើញថាវៀតណាមគេហាក់ដូចជាបានប្រាប់ទៅប្រទេសឡាវនិងកម្ពុជាវៀតណាមត្រូវការកសាងសេដ្ឋកិច្ចយួនប្រុងប្រយ័ត្នលើឡាវយួនមិនត្រូវការលូកដៃជ្រៅក្នុងសង្គ្រាមខ្មែរទេលទ្ធផលប្រជុំកំពូលខ្លីហើយផលតិចតួចណាហើយផលតិចតួចអាហ្នឹងគឺជាអ្វីដែលគេធ្វើស្ថិតិគ្នាទៅវិញទៅមកតកតងនឹងអ្វីដែលយួនបានមកប្រជុំនៅប្រទេសកម្ពុជាហើយតូឡាំបានចាក់ចេញពីប្រទេសកម្ពុជាឆាប់រហ័សមិនសូវជានៅយូរទេត្រង់នេះកម្ពុជាយើងមិនមែនចង់ប្រុងវាយថៃទេតែថៃរករឿងកម្ពុជាតែម្ដងអានេះនៅក្នុងព័ត៌មានអញ្ចឹងខ្ញុំជម្រាបសារជាថ្មីថាប្រទេសថៃបាននឹងកំពុងគម្រាមកំហែងមកទៀតហើយបានកំពុងតែគម្រាមកំហែងមកលើប្រទេសកម្ពុជាយើង security official 23នាទីមុននេះ security officials warn of a potential third round of conflict as intelligence reveal Cambodia's procurement of advanced anti-aircraft weaponry របាយការណ៍ថៃចោទប្រកាន់ថាកម្ពុជាទើបនឹងទិញប្រព័ន្ធការពារដែនអាកាសថ្មីហើយគម្រាមកំហែងថាអាចជៀសមិនរួចពីការផ្ទុះអាវុធវាយគ្នានោះឡើយគួនសរិនតើលោកហ៊ុនម៉ាណែតអាចនឹងផ្ដាច់ពីចវាយវៀតណាមឬទេតើបើផ្ដាច់ខ្លួនមានគ្រោះថ្នាក់ទេសំណួរនឹងអត់ទាន់មានទេសប្តាហ៍នេះលោកហ៊ុនម៉ាណែតគ្មានអំណាចទេហើយលោកហ៊ុនសែននៅដដែលមិនទាន់មានការប្រែប្រួលទេណាមិនទាន់មានទេគំនិតហ្នឹងការប្រជុំថ្ងៃ6ការប្រជុំថ្ងៃ6 7នេះគឺធ្វើឡើងឆាប់រហ័សមិនជាជ្រៅទេហើយអ្នកនាំពាក្យរបស់បកប្រជាជនក៏បានធ្វើសន្និសីទព័ត៌មានដោយប្រុងប្រយ័ត្នមិនធ្វើអីផ្ដេសផ្ដាសទេគឺធ្វើដោយប្រុងប្រយ័ត្នណាអញ្ចឹងចាប់អារម្មណ៍ជាងគេគឺព័ត៌មានដែលផ្សាយ25នាទី26នាទីនេះគឺកាសែត The Nation Thailand បាននិយាយថាទាហានថៃបានចោទប្រកាន់ថាប្រទេសកម្ពុជាទើបនឹងទិញប្រព័ន្ធការពារដែនអាកាសថ្មីហើយគម្រាមនឹងផ្ទុះអាវុធជាលើកទី3សូមឲ្យបងប្អូនប្រយ័ត្នប្រយែង
បោះឆ្នោតមិនទាន់ចប់នៅស្រុកថៃវាចង់វាយយើងទៀតហើយអញ្ចឹងខ្ញុំសូមជូនប៉ុណ្ណឹងខ្ញុំជម្រាបលាចាំជួបគ្នានៅភាគក្រោយទៀតជាមួយនឹងទាហានថៃមិនចាំបាច់ធ្វើរដ្ឋប្រហារទៀតទេលោកតាវៀតណាមកម្ពុជាឡាវជួបគ្នាដើម្បីអ្វីគេជួបរាល់តែដងបើចៅឯងកើតឆ្នាំណាតាជឿថាចៅឯងបើពិតជាយកចិត្តទុកដាក់ដឹងហើយប្រទេសទាំង3ហ្នឹងគឺស្ថិតនៅក្នុងក្របខ័ណ្ឌមិត្តភាពពិសេសមេដឹកនាំទាំង3តែងតែជួបគ្នាមកអំពីចៅឯងអត់យកចិត្តទុកដាក់បានចៅឯងអត់ដឹងបើចៅឯងកើតនៅក្នុងចន្លោះឆ្នាំ1997ហើយនឹង2022ឬក៏ចៅឯងកើតក្រោយ2022ក៏ចៅឯងត្រូវដឹងរឿងហ្នឹងដែរវាជាមិត្តភាពពិសេសរបស់ប្រទេសទាំងពីរហ្នឹងគឺដល់ពេលដល់វេលាមេដឹកនាំឬក៏មន្ត្រីនៃគណៈបកតែងជួបគ្នា3ប្រទេសជួនកាលជួបនៅស្រុកយួនជួនកាលជួបនៅឡាវជួនកាលជួបនៅកម្ពុជាកាលពីឆ្នាំមុនលោកតាថាមានពេលនិយាយរឿងមេដឹកនាំពីមុនមានជំងឺដូចអ៊ីតាលីជាដើមអត់ទេតាអត់ដែលនិយាយអញ្ចឹងទេតាអត់ដែលនិយាយថាអ៊ីតាលីមានជំងឺអីទេអត់ទេចាឯងស្ដាប់ខុសហើយអត់ទេតាអត់ដែលនិយាយថាអ៊ីតាលីមានជំងឺអីតាអត់ពីព្រោះរឿងអ៊ីតាលីរឿងអីតាមិនដែលលើកយកមកនិយាយទេណាហើយភាគមុនកន្លងទៅនេះតាប្រាប់ថាវាមានជំងឺខ្លះណាអត់ភ្លេចទេតាមិនសូវនិយាយទេរឿងអ៊ីតាលីតាទោះបីតាចាស់តាភ្លេចប៉ុន្តែតាមិនដល់ថ្នាក់ភ្លេចតាពេលធ្វើ show ណាចៅតាមានមេគា show របស់តារឿងសង្គ្រាមលោកលើកទី2តាមិនសូវយកមកនិយាយគឺមិនដែលយកមកនិយាយទេឧទាហរណ៍ដូចជាមូលហេតុនៃការកើតសង្គ្រាមលោកលើកទី2អីតាមិនដែលយករឿងនឹងមកនិយាយទេពីព្រោះវាអត់ជាប់តាក់ទងនឹងខ្មែរអ្វីដែលតានិយាយពីសង្គ្រាមលោកលើកទី2គឺក្រោយចប់សង្គ្រាមចាប់ពីឆ្នាំ44ដែលគេបង្កើតកិច្ចប្រជុំមួយនៅ Bretton Woods នឹងនៅក្នុងរឿងចវាយតែតាមិនដែលនិយាយរឿងសង្គ្រាមលោកលើកទី2ទេណាអូខេអត់មាននិយាយរឿងអ៊ីតាលីឈឺទេប្រហែលថ្ងៃនេះនិយាយថាតើមនុស្សដូចអ៊ីតាលីហ្នឹងវាមិននឹកឃើញធ្វើសង្គ្រាមហ្នឹងតើដើម្បីអ្វីថ្មីនេះណាមិនបានវាត្រូវសម្លាប់មនុស្សដោយយកដាក់ពួក Jewish នៅក្នុងគុកហើយបិទទ្វារចិត្តវាបាញ់ផ្សែងពុលថាអីអាហ្នឹងនិយាយថ្មីនេះណាតើមនោគមវិជ្ជាវាជាអ្វីណាមិនមែនបាននិយាយពីរឿងវាមានជំងឺទេដាក់ចម្ងល់មួយឲ្យឆ្ងល់មិនមែនជំងឺឈឺទេគឺចង់និយាយថាមិនបានវានឹកឃើញអញ្ចឹងវាធ្វើដើម្បីស្អីដូចខ្មែរក្រហមអញ្ចឹងណាឧទាហរណ៍ថាតាលើកឡើងថាតើប៉ុលពតមិនបានវាចាំបាច់ពេលដែលវាឈ្នះ17មេសាកាន់កាប់ស្រុកខ្មែរជិត4ឆ្នាំមកដេចបានវាកើតការស្លាប់អញ្ចឹងណាអូខេវាមិនមែនលើកមុនទេណាតែនិយាយថ្មីតាមិនមែនយូរហើយណាតែនិយាយមួយថ្ងៃនេះតាអាហ្នឹងអញ្ចឹងណាកូនដូច្នេះហើយដែលតាលើកឡើងហ្នឹងឲ្យអ្នកស្ដាប់ហ្នឹងគិតថាហេតុដូចម្ដេចឥឡូវហេតុដូចម្ដេចបានជាហ៊ុនសែនស៊ីត្រាវលមាស់មាត់គេវាយណាសូម្បីតែប្រទេសខ្មែរយើងនាំគ្នាផ្អើលថាសៀមឆ្លៀនពៀនក៏តានៅតែនិយាយថាមូលហេតុគឺហ៊ុនសែនស៊ីត្រាវណា
បន្ទាប់មកទៀតតាក៏ធ្លាប់លើកដែរថាហ៊ុនសែនទុកដាក់កូនហ៊ុនម៉ាណែតឲ្យធ្វើនាយករដ្ឋមន្ត្រីមិនបានលូកដៃលូកជើងសម្បើម្លេះដើម្បីឲ្យអ្នកស្ដាប់តានឹងយកទៅគិតថានេះគឺជាចិត្តគំនិតរបស់ជនផ្ដាច់ការហេតុដូចម្ដេចបានជាជនផ្ដាច់ការដកដៃដកខ្លួនចេញមិនរួចពីអំណាចផ្ដាច់ការអាហ្នឹងអញ្ចឹងអូខេណាដុននីលោកហ៊ុនសែនទទួលមេដឹកនាំវៀតណាមជំនួសស្ដេចចម្លើយងាយលោកហ៊ុនសែនចង់បានការជួបគ្នាហ្នឹងអញ្ចឹងខ្ញុំអត់ជឿថាបកូនណាឈឺទេខ្ញុំជឿថាហ៊ុនសែនប្រាប់បកូនណាថាហ៊ុនសែនត្រូវការជួបមេដឹកនាំវៀតណាមបកូនណាក៏ឈឺទៅបកូនណាអត់មានឈឺទេបកូនណាត្រូវតែឈឺពីព្រោះហ៊ុនសែនត្រូវការទីតាំងដូចពេលណាហ៊ុនសែនត្រូវការមីក្រូហ្វូនបកូនណាក៏អត់ឲ្យចាប់មីក្រូហ្វូនអញ្ចឹងអត់មានទេហើយចុះមិនបានហ៊ុនសែនត្រូវការជួបតូឡាំផ្ទាល់មិនទី1ហ៊ុនសែនជាមេបក CPP តូឡាំជាមេបកវៀតណាមចំណែកឯហ៊ុនសែនជាមេបក CPP ហ្នឹងទី1ករណីទី1ករណីទី2ហ៊ុនសែនចង់បង្ហាញខ្មែរទាំងអស់ឲ្យដឹងថាហ៊ុនសែនមិនមែនសៀមវាយប៉ោងខោទេគឺហ៊ុនសែននៅមាំណាអញ្ចឹងហ៊ុនសែនត្រូវជួបប្រតិភូនេះប្រតិភូនោះហ៊ុនសែនទទួលមេដឹកនាំប៉ាគីស្ថានអីគេថាហ៊ុនសែនកំពុងតែធ្វើខ្លួនឲ្យជាមេដឹកនាំប្រក្តីហ៊ុនសែនមិនបង្ហាញតែខ្លួនប៉ោងខោទេណាតែរឿងហ្នឹងវាលាក់អត់ចិត្តវាលាក់អត់ចិត្តអញ្ចឹងការដែលហ៊ុនសែនជួបតូឡាំទី1គឺបកនឹងបកទី2ការជួបគ្នានេះវាជាប្រជុំត្រីភាគីរបស់បងប្អូនឥណ្ឌូចិនអញ្ចឹងមេដឹកនាំ3នេះត្រូវនិយាយគ្នាហើយសូមកុំច្រឡំមេដឹកនាំយួនគឺជាមេទោះបីវាជួបគ្នានៅនឹងភ្នំពេញក៏ដោយជួបគ្នានៅវៀងច័ន្ទក៏ដោយជួបគ្នានៅវៀតណាមក៏ដោយហើយចំណាំមើលបើយួនវាចង់បដៅខ្មែរឲ្យធ្វើអីឬក៏យួនវាចង់បដៅឡាវឲ្យធ្វើអីវាមិនដែលហៅឡាវហើយនឹងខ្មែរឲ្យទៅប្រជុំនៅហាណូយទេយួនឆ្លាតណាស់បើវាចង់បញ្ជាឲ្យធ្វើអីឬក៏វាទាមទារឲ្យធ្វើអីវាមកដល់ផ្ទះវាមិនសូវហៅខ្មែរនឹងឡាវឲ្យទៅគាល់វានៅស្រុកវាទេវាមកដល់ផ្ទះពីព្រោះអីពីព្រោះបើសិនជាឡាវនឹងខ្មែរទៅជួបវានៅហាណូយភ្នែកទាំងអស់ត្រូវតាមមើលវាអត់ទេអញ្ចឹងវានឹងនិយាយស្អីនៅភ្នំពេញឬនិយាយអីនៅវៀងច័ន្ទដូចឧទាហរណ៍វាបង្កើត CLV វាអត់បង្កើត CLV នៅហាណូយទេវាបង្កើតនៅវៀងច័ន្ទនេះគឺជាស្នៀតដែលយួនវាប្រើរាល់តដងអញ្ចឹងពេលនេះគឺបកូនណាត្រូវគេប្រាប់ឲ្យឈឺណាមួយបកូនណាគាត់ក៏គ្មានធុរៈអីជាមួយតូឡាំដែរតែគេឲ្យឈឺដល់បានទេព្រោះកិច្ចការនេះកិច្ចការបាក់តែប៉ុណ្ណឹងចប់អត់មានអីធំដុំទេណាលោកតាបើកម្ពុជានៅតែរក្សាស្ងៀមស្ងាត់តើមានផលវិជ្ជមាននិងអវិជ្ជមានវាផលវាចេញមកហើយការដែលហ៊ុនសែនអត់ស៊ីត្រាវហ្នឹងផលបានល្អទៅណាល្អតែអត់បាញ់សៀមវារស់រឿងប៉ុណ្ណាក៏ដោយក៏មិនតាន់បាញ់
វាមិនតន់បាញ់គ្នាពីព្រោះអីពីព្រោះហ៊ុនសែនអត់ស៊ីត្រាវរឿងនេះហ៊ុនសែនដឹងហើយដឹងថាតែហ៊ានហាមាត់ត្រូវមិនហាមាត់នឹងល្អហើយចាំខ្ញុំប្រាប់ណាទោះបីខ្ញុំរិះគន់ក៏ដោយស្អីដែលហ៊ុនសែនធ្វើឈប់ស៊ីត្រាវនេះគឺល្អណាស់ស្អីដែលក្រសួងការបរទេសកិច្ចការព្រំដែនអីធ្វើហ្នឹងល្អណាស់មានន័យថាធ្វើអញ្ចឹងវាជៀសវាងសង្គ្រាម